ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាខ្ញុំលីលីថ្ងៃនេះដែរខ្ញុំមកនិយាយពីប្រធានបទទាក់ទងជាមួយនឹង AI តើអ្នកទាំងអស់គ្នាជឿជាក់អត់ថាព័ត៌មានដែល AI បានផ្ដល់ឲ្យនឹងពិតជាត្រឹមត្រូវមែនចុះបើខ្ញុំប្រាប់ថា AI ក៏ចេះខុសដែរតើអ្នកទាំងអស់គ្នាជឿខ្ញុំអត់តាមពិតទៅ AI ក៏ចេះខុសដែរហើយនៅពេលដែលយើងពឹងពាក់លើវា 100% បានណាវានឹងមានផលប៉ះពាល់ដល់លើការសិក្សារបស់យើងនៅពេលដែលអ្នកទាំងអស់គ្នាសួរសំណួរទៅ AI ប្រកាសឲ្យ AI អាចឆ្លើយថាអត់មានចម្លើយទេប៉ុន្តែចម្លើយដែលផ្ដល់ឲ្យ AI ផ្ដល់ឲ្យខុសហើយចម្លើយដែលវាឲ្យនឹងមាន flow មាន structure អានទៅមានចំណុចចាប់ផ្ដើមមកត្រឹមត្រូវខ្លាំងមែនតើហើយចំណុចនេះហើយត្រូវបានអ្នកស្រាវជ្រាវរកឃើញថាគឺ AI hallucinationឧទាហរណ៍នៅពេលដែលខ្ញុំជាមស្រាវជ្រាវប្រវត្តិសាស្ត្រកម្ពុជាខ្ញុំឃើញថា AI បានផ្ដល់ចម្លើយខុសឲ្យខ្ញុំជាក់ស្ដែងដោយហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃ2ធ្នូឆ្នាំ1978ព័ត៌មាន AI ផ្ដល់ឲ្យមានច្រើនប៉ុន្តែបើសិនជាយើងមើលឲ្យចំមានចម្លើយមួយចំនួនអត់ត្រឹមត្រូវទេជាក់ស្ដែងដូចជាឈ្មោះជាភាសាខ្មែរជាដើមហើយបើសិនជាយើង copy មកទាំងស្រុងដោយមានការពិចារណានិងត្រួតពិនិត្យច្បាស់លាស់ទេវាអាចនឹងធ្វើឲ្យយើងដាក់ព័ត៌មានទាំងខុសយោងតាមអង្គការ UNESCO AI មួយចំនួនមានអត្រាដកស្រង់ប្រភពព័ត៌មានខុសឬคล้ายៗដល់ទៅ 60% ដែលអាចបង្កនូវគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់បើគ្មានការត្រួតពិនិត្យឡើងវិញដូចខ្ញុំបាននិយាយនៅក្នុងវីដេអូមុនចង់ការប្រើប្រាស់ AI អត់ខុសទេវាអាចជួយការសិក្សារបស់យើងបានច្រើនមែនទែនដូចជាការបញ្យល់មេរៀនជួយកែវិជ្ជករនិងកិច្ចការទូទៅផ្សេងទៀតសូមកុំជឿជាក់លើព័ត៌មានដែល AI ផ្ដល់ឲ្យ 100%ប៉ុន្តែយើងត្រូវតែផ្ទៀងផ្ទាត់និងត្រួតពិនិត្យឲ្យបានច្បាស់លាស់ជាមុនសិនសូមចុច Subscribe សម្រាប់វីដេអូបន្ត